មន្ទីរសាធារណការដឹកជញ្ជូនខេត្តរតនគិរីដោយបានសហការជាមួយអាជ្ញាធរនៅក្នុងស្រុកអូជុំបានរៀបចំពិធីនេះឡើងដើម្បីសម្ពោធបើកការដ្ឋានជួសជុលកំណាប់ផ្លូវជាតិលេខ78ដក5ប្រភេទ DBST ដែលមានប្រវែង 4100 ម៉ែត្រនិងទទឹង7ម៉ែត្រស្ថិតនៅក្នុងឃុំពយស្រុកអូជុំខេត្តរតនគិរីថ្ងៃនេះខ្ញុំពិតជារីករាយដែលបានចូលរួមនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនៅឃុំពយរបស់យើងប្រវែង 4100 ម៉ែត្រ